នេះអ្នកទាំងអស់គ្នាមានរបស់ឆ្ងាញ់មកទៀតហើយគឺផាត់ក្លុកអូយបងស្រីប៉ិនក្លុកមែនតើគាត់ដាក់គ្រឿងមកល្មមហើយហិលមកឆ្ងាញ់នេះមើលតពណ៌រូបរាងវាអូយឡើងស្រក់ទឹកមាត់ជ្រាកជ្រាកតែម្ដងហើយខ្ញុំចូលចិត្តញ៉ាំកន្លែងគាត់ណាអ្នកទាំងអស់គ្នាស្ដាប់សំឡេងមិនហើយមានអារម្មណ៍មិនដែរជាពិសេសតែចលក់គាត់នេះអូយគាត់ប៉ិនធ្វើហ្មងឡើងត្រូវជាតិហ្មងណាហើយអាប្រហិតក្តៅក្តៅថ្មីថ្មីចេះឡើងស្រួយឆ្ងោកញ៉ាំឡើងចង់អាលាកមាត់ញ៉ាំលឿនពេកហើយគ្រឿងគាត់លាពិសេសជាងអ្នកដតីខ្ញុំធ្លាប់ញ៉ាំកន្លែងផ្សេងអត់ដូចគាត់ទេផោះគាត់ឆ្ងាញ់ពិសេសមកហើយប្រហិតគាត់ធ្វើនឹងរបស់ថ្មីថ្មីរាល់ថ្ងៃចង់បានរសជាតិដិតណាអត់មានខាអីមិនបន្តិចសោះដោយសារអញ្ចឹងណាយូរម្ដងពេលដែលខ្ញុំឃ្លានប្រហិតក្លុកម្ដងខ្ញុំទៅកន្លែងគាត់នឹងឯងហើយពេលខ្ញុំទៅថតនេះខ្ញុំទៅ review ឲ្យគាត់អត់យកលុយទេពីព្រោះឆ្ងាញ់ហើយខ្ញុំគិតថាបើ review ឲ្យគាត់ទៅគាត់បានល្បីទៅតែពេលគាត់បង្កើត franchise លយណាព្រោះរបស់គាត់ឆ្ងាញ់បើចែកចាយទូទាំងប្រទេសហើយអូមិនដឹងយ៉ាងល្អយ៉ាងណាហើយរសជាតិនេះរសជាតិកូនខ្មែរពិតស្នាដៃកូនខ្មែរពិតគាត់អត់មានយករូបមន្តណាគេទេគាត់ច្នៃខ្លួនឯងហើយវាឆ្ងាញ់មែនជាពិសេសអ្នកនៅតំបន់ហ្នឹងគឺចូលចិត្តញ៉ាំរបស់គាត់ជានិច្ចពេលខ្លះអ្នកនៅផ្សារលើអ្នកនៅខាងផ្សារលើក៏កំងគាត់ដែរគាត់យកដឹកទៅឲ្យ free ឥតគិតលុយទៀតឥតគិតលុយតែថ្លៃដឹកទេតែថ្លៃប្រហែលហ្នឹងនៅគិតលុយដែរហើយបើអ្នកទាំងគ្នាចង់ដឹងទីតាំងនេះខ្ញុំប្រាប់កន្លែងនេះកន្លែងគាត់ហ្នឹងនៅជិតសាលារាំងសីសាលាជំនាន់ថ្មីនោះហើយគាត់ក៏មានលក់ភេសជ្ជៈគ្រប់មុខដែរនេះភេសជ្ជៈឡើងច្រើនហើយនេះគាត់ច្នៃខ្លួនឯងទាំងអស់ភេសជ្ជៈនេះដូចមួយឆាក្នុងដៃខ្ញុំចឹងគាត់លីមកឆ្ងាញ់ហ្មមដូច្នេះអ្នកទាំងអស់គ្នាអាចសាកបានហើយខ្ញុំចង់ឲ្យគាត់និយាយក្នុងវីដេអូថាគាត់អាចដឹកនេះដឹកនោះតែគាត់ថាគាត់អៀនអត់ហ៊ាននិយាយអូយស្ដាយបាត់ព្រោះគាត់មានសេវាកំងដឹកអត់គិតលុយអញ្ចឹងទៅអាចឲ្យអ្នកចំណេញហើយនេះខ្ញុំទិញឲ្យបងខ្ញុំទេព្រោះឆ្ងាញ់ពេកចង់ឲ្យគាត់សាកម្ដងមើល